អ្នកដឹងទេថាសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះនៅក្នុងឆ្នាំ2025កំណើន GDP របស់ពួកគេត្រូវបានរំពឹងថានឹងកើនឡើងប្រហែលជា 6.5% តើពួកគេនឹងកំពុងធ្វើអ្វីខ្លះហើយថាតើយើងអាចនឹងរៀនសូត្រអ្វីខ្លះពីប្រទេសនេះវៀតណាមបានក្លាយជាសេដ្ឋកិច្ចដែលមានកំណើនល្បឿនលឿនបំផុតនៅតំបន់អាស៊ីក្នុងវិស័យមួយចំនួនយុវជនកម្ពុជាអាចរៀនសូត្រមេរៀនជាច្រើនដើម្បីបង្កើនជំនាញអាជីវកម្មនិងចំណូលកត្តាសំខាន់នោះគឺទទួលយកបច្ចេកវិទ្យាភាពជាសក្តិភាពវ័យក្មេងនិងវប្បធម៌សន្សំសំចៃតើមេរៀនអ្វីខ្លះដែលអ្នកអាចនឹងរៀនសូត្របានពីប្រទេសមួយនេះ1វិនិយោគលើសេដ្ឋកិច្ចឌីជីថលនិងការចាប់ផ្ដើមអាជីវកម្មវៀតណាមលើកទឹកចិត្តសហគ្រិនវ័យក្មេងជាមួយនឹងការគាំទ្រថវិកានៅក្នុងការចាប់ផ្ដើមអាជីវកម្មអនឡាញ2ផ្ដោតទៅលើការអប់រំនិងការអភិវឌ្ឍជំនាញវៀតណាមសង្កត់ធ្ងន់ទៅលើបច្ចេកវិទ្យាទីផ្សារឌីជីថលភាសាអង់គ្លេសនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈហើយយុវជនកម្ពុជាយើងក៏អាចអភិវឌ្ឍជំនាញទៅតាមតម្រូវការសម្រាប់អាកាសករឬក៏ក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ3កំណើននៃការផលិតនិងការនាំចេញវៀតណាមផលិតទំនិញសម្រាប់នាំចេញគ្រឿងអេឡិចត្រូនិកកាហ្វេនិងសម្លៀកបំពាក់4វប្បធម៌នៃការសន្សំនិងការវិនិយោគដំបូងយុវជនវៀតណាមសន្សំលុយនិងការវិនិយោគបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃ